Ok, chúng ta số mong muốn số swap cùng những chụp thêm đầu tiết trong cả điểm sáng để bây giờ ngày nắng cận được chỉ sắp đón giờ nửa điện bỏ prai bọt chip sáng lấy từ phía sáng ngoài. Ok, hãy đâm bày chỉ cần lướt từ đó cả bỏ ra bọt số mong muốn mở tiệm bệnh một chấm muốn mở buộc kẹp cho rồi một chấm muốn không ăn bọt bây giờ tạo được có mọi hạt bên giờ chắc đam mê điện bây giờ được thở thở. Ok, hãy sầmรับបងប្អូនដែលមិនតាមបានចុច Subscribe សូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំអូខេយើងចាប់ផ្ដើមអូខេពាក្យដំបូងគេដែលយើងនឹងត្រូវបកប្រែគឺ Vice President Vice President ខ្មែរយើងប្រែថាអនុប្រធានអញ្ចឹងពាក្យ President គឺប្រធានឬក៏ប្រធានាធិបតី Vice នឹងមានន័យថាអនុអញ្ចឹង Vice President អនុប្រធាន Senate participate របស់វាជា noun មានន័យថាព្រឹទ្ធសភា Senate ព្រឹទ្ធសភា voice បើជា noun យើងប្រែថាសំឡេងប៉ុន្តែបើជា verb អញ្ចឹងមានន័យថាបញ្ចេញសំឡេង voice ឬក៏បង្ហាញពីមតិអីមួយណាអាចប្រែថាបញ្ចេញសំឡេងឬក៏បង្ហាញពីមតិអីមួយវាជា regular verb គេសម្មានរបៀបបើសិនជាបងប្អូនចង់ធ្វើវាទៅជាអតីតកាលថែម ed បើមាន e ស្រាប់ជាយើងថែម ed មកណា voice បង្ហាញសំឡេងឬក៏បញ្ចេញមតិ deep participate វាជា adjective ជាគុណនាមមានន័យថាជ្រៅយ៉ាងជ្រៅអូខេ concern វាជា verb ប្រែថាព្រួយបារម្ភហើយបើសិនវាជា noun ប្រែថាការព្រួយបារម្ភអូខេក្នុងនេះគេដាក់ការព្រួយបារម្ភជាងវាជា noun អូខេ concern over វាជា preposition ណាវាជា preposition មានន័យថាលើឬក៏ចំពោះអីមួយឬទៅលើបញ្ហាមួយ over អូខេឥឡូវយើងមានពាក្យតទៀត Cambodia Thailand border មានន័យថាព្រំដែនកម្ពុជាថៃចឹងទៅណាអញ្ចឹង Cambodia Thailand border ព្រំដែនកម្ពុជាថៃវាជា phrase វាគឺជា clear បើកាលណាមានពាក្យពីរ3ជាប់គ្នាអញ្ចឹងយើងត្រូវប្រែពីពាក្យដែលនៅចុងក្រោយជាមុនណាអូខេមានន័យថា border នេះព្រំដែនកម្ពុជាថៃអូខេ where ហ្នឹងកន្លែងដែលធម្មតា where ហ្នឹងទីកន្លែងប៉ុន្តែនៅពេលនេះគឺយើងប្រែកន្លែងដែលហ្នឹងពាក្យសម្រាប់ភ្ជាប់នៅក្នុងអនុប្រយោគអូខេមានន័យថាកន្លែងដែលអញ្ចឹងណា Cambodian ប្រជាជនកម្ពុជា Civilians មានន័យថាពលរដ្ឋ civil ពលរដ្ឋធម្មតា face ប្រឈមមុខឬក៏ការជួបប្រទះទៅនឹងអីមួយ face ហើយបើជា noun មានន័យថាមុខបើជា verb ក្នុងនេះគេសេជា verb មានន័យប្រឈមមុខឬក៏ជួបប្រទះ force ធម្មតាគឺអត់មាន d ទេដោយសារវាជា verb មានន័យថាបង្ខំប៉ុន្តែបើគេសេមាន d អញ្ចឹងវាជាទម្រង់ past tense អតីតកាលត្រូវបានបង្ខំអញ្ចឹងណា force displacement ហ្នឹងមានន័យថាការបដូរទីតាំងការបដូរទីលំនៅការភៀសខ្លួនណា displacement អូខេការផ្លាស់ប្ដូរទីលំនៅទីតាំងឬក៏ការភៀសខ្លួន displacement fragile មានន័យថាផុយស្រួយដែលងាយនឹងខូចដែលងាយនឹងបាត់បង់ fragile peace សន្តិភាព along តាមបណ្ដោយ encirclement មានន័យថាការហ៊ុមព័ទ្ធណា encirclement ការហ៊ុមព័ទ្ធ threat មានន័យការគម្រាមកំហែង ការគម្រាមកំហែង eviction មានន័យថាការបណ្តេញចេញ eviction ការបណ្តេញចេញ val ខណៈពេលដែល អូខេ Cambodian soldier មានន័យថាទាហានកម្ពុជា soldier មានន័យទាហាន Cambodian soldier ទាហានកម្ពុជា remain វាជា verb ប្រែថានៅតែអូខេនៅសល់ឬក៏នៅតែ remain unlawfully វាជា adverb មានន័យថាដោយខុសច្បាប់ unlawfully ដោយខុសច្បាប់ detain វាជា verb មានន័យថាឃុំឃាំងអតីតកាលរបស់វាយើងថែម ed មកណាត្រូវបានចាប់ឃុំឃាំងអញ្ចឹងទៅក្នុងករណីទម្រង់ passive
violation មានន័យការរំលោភបំពានណា violation ការរំលោភបំពាន Geneva Convention ប្រែថាសន្ធិសញ្ញាហើយពី Geneva នេះទីក្រុង Geneva នៅទីក្រុង Geneva ឬក៏ទីក្រុង Geneva មានន័យសន្ធិសញ្ញាទីក្រុង Geneva អូខេឥឡូវបងប្អូនយើងចូលដល់អត្ថបទរបស់យើងនោះគឺយើងមានអត្ថបទមួយដែលស្ដែងពីកម្ពុជាបានថ្កោលទោសប្រទេសថៃនៅវេទិកាអន្តរជាតិដែលទាក់ទងជាមួយនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជាតើឥឡូវដើម្បីកុំឲ្យខាតពេលយើងចាប់ផ្ដើមមេរៀនរបស់យើងអូខេឥឡូវដើម្បីកុំឲ្យខាតពេលយើងចាប់ផ្ដើមមេរៀនរបស់យើងហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីអូខេតើឥឡូវខ្ញុំអានអត្ថបទគេដាក់ថាម៉េចអ៊ូចបូរិតFirst Vice President of the Senate of Cambodia voiced deep concern over the fragile peace along the Cambodia-Thailand border, where Cambodian civilians face forced displacement, encirclement, and threats of eviction, while 18 Cambodian soldiers remain unlawfully detained in violation of the Third Geneva Convention ចឹង vocabulary យើងបានរៀនហើយឥឡូវយើងប្រែអត្ថបទយើងយកទៅម្ដងឥឡូវជាដំបូងខ្ញុំប្រែជា phrase ជា clear ជាពាក្យសិនណាដើម្បីបងប្អូនយល់ជាងអ៊ូចបូរិតហ្នឹងគឺគាត់ជាឈ្មោះរបស់គាត់ទេអូខេអ៊ូចបូរិតហើយគាត់ជាណានេះគេប្រាប់បងប្អូនដែរ First Vice President មានន័យថាជាអនុប្រធានទី1 Vice President អនុប្រធាន first ទី1ជាអនុប្រធានទី1 of all នៃអីគេ the Senate នៃព្រឹទ្ធសភា of Cambodia នៃប្រទេសកម្ពុជាអូខេអញ្ចឹងនៅក្នុង portion នេះគេបញ្ជាក់ប្រាប់បងប្អូនថាអ៊ូចបរិតនឹងជានរណា voice deep concern ពី voice មានន័យថាបញ្ចេញមតិបញ្ចេញគំនិត deep concern ការព្រួយបារម្ភដ៏ជ្រាលជ្រៅការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ over ពេលនោះប្រែថាចំពោះ the fragile peace មានន័យថាសន្តិភាពដែលផុយស្រួយណាយើងប្រែសន្តិភាពមុនមកសន្តិភាព peace នេះសន្តិភាព fragile នេះដែលផុយស្រួយ along the Cambodia Thailand border along ប្រែថានៅតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃអូខេ where អញ្ចឹងកន្លែងវាហ្នឹងគឺវាចាប់ពីវាហ្នឹងទៅវាជា clause វាជាrelative clause ណាវាបញ្ជាក់ទៅដល់ប្រយោគនេះពាក្យខាងមុខនេះណា Cambodia Thailand border ព្រំដែនប្រទេសកម្ពុជានិងថៃវាហ្នឹងគឺមានន័យថាជាកន្លែងដែលឬក៏បងប្អូនអាចប្រែត្រឹមតែដែលក៏បានដែរដែលប្រជាជន civil កម្ពុជានិង Cambodian civilians មានន័យថាប្រជាជន civil និងប្រជាជន civil របស់ប្រទេសកម្ពុជា face force displacement face ពេលនោះប្រែថាប្រឈមទៅនឹងអីគេនេះការបង្ខំឲ្យផ្លាស់ទីលំនៅការផ្លាស់ទីលំនៅដោយបង្ខំអញ្ចឹងពាក្យ force ពេលនោះប្រែថាដោយបង្ខំហើយពាក្យ displacement នឹងការផ្លាស់ទីលំនៅដោយបង្ខំមានន័យថាប្រឈមទៅនឹងការផ្លាស់ទីលំនៅដោយបង្ខំអូខេ encirclement ការហុំព័ទ្ធអញ្ចឹងពាក្យ encirclement ហ្នឹងគឺការហុំព័ទ្ធ and threats នឹងការគំរាមកំហែង threat នឹងការគំរាមកំហែង of eviction នៃការបណ្តេញចេញឬក៏នៃការជំនះខ្លួនចេញអូខេចាប់បង្ខំតាមរយៈការចាប់បង្ខំ eviction ណាអូខេមានន័យថាការគំរាមកំហែងនៃការចាប់បង្ខំបណ្តេញចេញ while 18 Cambodian soldiers while ពេលនោះប្រែថាគណៈពេលដែរទាហានរបស់កម្ពុជាចំនួន18នាក់ remain ប្រែថានៅតែ unlawfully detained មានន័យថាត្រូវបានគេឃុំឃាំងដោយខុសច្បាប់គេអញ្ចឹងពាក្យ unlawfully នឹងដោយខុសច្បាប់ហើយពាក្យ detain នឹងត្រូវបានឃុំឃាំងដោយខុសច្បាប់ in នៅក្នុង
violation មានន័យថានៅក្នុងការរំលោភបំពាន of the Church Geneva Convention អូខេអនុសញ្ញាទីក្រុងហ្សឺណែវលើកទី3អូខេអញ្ចឹងមានន័យថាការគុំឃាំងនេះ unlawfully detained ការគុំឃាំងដោយខុសច្បាប់ហ្នឹងវាមានន័យថាវារំលោភទៅនឹង in violation វារំលោភទៅនឹង in violation of អនុសញ្ញាទីក្រុងហ្សឺណែវលើកទី3អូខេតាអូខេលើកខ្ញុំប្រើសម្បត្តិនឹងម្ដងទៀតណាអ៊ូចបូរិតដែលជាអនុប្រធានទី1នៃព្រឹទ្ធសភានៃប្រទេសកម្ពុជាបានបង្ហាញនៅការបញ្ចេញគំនិតព្រួយបារម្ភដ៏ជ្រាលជ្រៅទៅលើសន្តិភាពដែលផុយស្រួយនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាទីកន្លែងដែលប្រជាជនស៊ីវិលកម្ពុជាប្រឈមទៅនឹងការបង្ខំឲ្យផ្លាស់ទីលំនៅការហុំព័ទ្ធនឹងការបង្ខំគេថាជំនះចេញនៃការចាប់ជំនះខណៈពេលដែលទាហានកម្ពុជា18នាក់នៅតែត្រូវបានឃុំឃាំងដោយខុសច្បាប់នៅក្នុងការបំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវលើកទី3អូខេអញ្ចឹងបងប្អូនមេរៀនយើងតែប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាសូមបងប្អូនកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំបាយបាយ